សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនចង់ដឹងពីបច្ចេកទេសចិញ្ចឹមមាន់សាច់ឬក៏ប្រភេទជាមាន់ស្រែបងប្អូនអាចតាក់ទងសួរខ្ញុំបានអញ្ចឹងអាច comment ក្នុងវីដេអូនេះទៅចង់ដឹងពីបញ្ហាអីអាចសួរខ្ញុំបានអញ្ចឹងខ្ញុំនៅនេះគឺជាប្រភេទមាន់សាច់មាន់សយើងដែលចិញ្ចឹម20សំទោស35ថ្ងៃអញ្ចឹងបានលក់អញ្ចឹងជាប្រភេទពូជ Broiler ដែលកសិករគាត់ពេញនិយមចិញ្ចឹមមិនថាក្រៅស្រុកឬក៏ក្នុងស្រុកទេហើយបងប្អូនចង់ដឹងពីបច្ចេកទេសអាចសាកសួរខ្ញុំបានបងប្អូនអាចសួរតាក់ទងជាមួយនឹងប្រភេទជំងឺឬក៏ការការពារឬការព្យាបាលការធ្វើវ៉ាក់សាំងឬប្រភេទមាន់បិសាសឬក៏មាន់សាច់ឬក៏មាន់ស្រែយើងអាច comment ក្រោមវីដេអូទៅខ្ញុំរួចដែរឬក៏ខ្ញុំមានពេលទៅនេះខ្ញុំនឹងឆ្លើយតបទៅបងប្អូនវិញចឹងមាន់នេះអាយុបាន3ថ្ងៃហើយបងប្អូនចឹងរត់ទៅសាច់ពេញផ្ទៃរោងមាន់នេះមើលទៅសុខភាពវាល្អហើយអត្រាស្លាប់3ថ្ងៃនេះក៏វាអត់មានជាបញ្ហាអីដែរស្លាប់ចន្លោះពី20ក្បាលទៅ30ក្បាលក្នុងមួយថ្ងៃសម្រាប់សប្តាហ៍ដំបូងជាសប្តាហ៍សំខាន់ចឹងស្លាប់នោះគឺស្ថិតនៅសប្តាហ៍ដំបូងហ្នឹងតែយើងធ្វើបានល្អនៅសប្តាហ៍ដំបូងសប្តាហ៍បន្ទាប់ទៀតអត់មានអីជាបញ្ហាទេហើយជាពិសេសការគ្រប់គ្រងកម្ដៅចឹងនៅសប្តាហ៍ដំបូងនេះយើងត្រូវគ្រប់គ្រងកម្ដៅឲ្យបានល្អដើម្បីឲ្យមាន់យើងមានសុខភាពល្អកម្ដៅនៅសប្តាហ៍ដំបូងនេះបងប្អូនអាចដឹងថាគឺកំណត់យកសម្រាប់កូនមាន់អាយុពី1ថ្ងៃដល់7ថ្ងៃនេះចឹងសម្រាប់សប្តាហ៍ដំបូងនេះកម្ដៅយើងត្រូវឲ្យវានៅចន្លោះពី35ទៅ36អង្សាចឹងកម្ដៅប៉ុណ្ណេះគឺកូនមាន់យើងរត់ទៅសាច់ពេញទ្រុងប៉ុន្តែបើវាអត់បានកម្ដៅប៉ុណ្ណឹងទេគឺកូនមាន់នឹងដេកដុំគ្នាចឹងវាត្រជាក់ជាអត្រាភាគរយស្លាប់ក៏ច្រើនដែរចឹងកូនមាន់នេះគេមានញែកប្លុកញីនិងប្លុកឈ្មោលចឹងប្លុកមុខនេះផ្នែកប្លុកខាងឈ្មោលចឹងប្លុកដែលខ្ញុំកំពុងឈរនេះគឺប្លុកញីបងប្អូនដឹងមិនបានគេដាក់ឈ្មោះនៅខាងមុខឬក៏ញីនៅខាងក្រោយអញ្ចឹងបើគិតទៅញីគេដាក់នៅក្បែរជាប់កង្ហារហើយឈ្មោះនេះគេដាក់នៅប្លុកមុខនៅជាប់កដាលត្រជាក់ឬក៏ហៅ e-vibe ដូចម៉ាស៊ីនត្រជាក់អញ្ចឹងអាហ្នឹងបងប្អូនដឹងអត់ថាមូលហេតុអីបានគេដាក់ឈ្មោះនៅខាងមុខឬក៏មិនដាក់ញីនៅខាងមុខវិញដឹងអត់ដោយសារតែជាទូទៅឈ្មោះវាស៊ីចំណីច្រើនជាងញីអញ្ចឹងឈ្មោះស៊ីច្រើនអញ្ចឹងវាត្រូវការត្រជាក់ពេលដែលវាធំទៅណាហើយអត្រាលូតលាស់របស់មាន់ឈ្មោះក៏វាលើសមាន់ញីដែរអញ្ចឹងវាលូតលាស់លើសអាចចន្លោះពី1ខាំទៅ2ខាំណាក្នុងមួយសប្តាហ៍អញ្ចឹងវាខុសត្រូវគ្នា1ខាំកន្លះទៅ2ខាំហ្នឹងហើយមួយទៀតសម្រាប់កតោចំណីនេះ
គេប្រើកាតូចំណៃហ្នឹងចន្លោះពីមួយទឹកទៅ10ថ្ងៃដើម្បីបរៀនវាស្គាល់ចំណៃដើម្បីយើងបហូរចំណៃសៃឡូនេះមកដល់ថ្ងៃហ្នឹងយើងអត់បានតម្លាក់ឲ្យវាស៊ីទេប្រហែលជាស្អែកឬក៏ខាងស្អែកយើងតម្លាក់ឲ្យវាបរៀនស៊ីហើយវារៀនស៊ីដើម្បីយើងងាយស្រួលដកកាតូលឿងនេះចេញកាតូលឿងហ្នឹងតាចន្លោះពីមួយអាទិត្យទៅ10ថ្ងៃគេដកចេញហើយបងប្អូនចង់ដឹងពីបច្ចេកទេសផ្សេងទៀតបងប្អូនអាចcomment នៅក្រោមវីដេអូបានខ្ញុំរួចដៃឬក៏ខ្ញុំមានពេលទំនេរចាំខ្ញុំឆ្លើយតបទៅបងប្អូនវិញមើលទៅបងប្អូនបើសិនជាបងប្អូនគិតថាវីដេអូដែលខ្ញុំចែករំលែកនេះមានអត្ថប្រយោជន៍ដល់បងប្អូនហ្នឹងណាបងប្អូនអាចចូលទៅ channel របស់ខ្ញុំផ្ទាល់ហើយចុចពាក្យថា subscribe នោះនឹងវីដេអូដែលខ្ញុំអាប់ឡូតថ្មីនឹងលោតចូលបងប្អូនមុនគេបាទសូមអរគុណនិងសូមគោរពលា